នៅក្នុងឆ្នាំ1992នៅក្នុងភូមិដាច់ស្រយាលមួយដែលស្ថិតនៅឯទីរួមខេត្តបាត់ដំបងនៅចំនួននោះអ្នកភូមិរស់នៅដោយមិនទាន់មានអគ្គិសនីប្រើប្រាស់នោះឡើយជារឿយៗអ្នកភូមិនៅទីនោះតែងតែចូលសម្រាកតាំងតែពីក្បាលប្រលប់និងក្រោកទៀតភ្លឺដើម្បីប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួននៅថ្ងៃមួយក៏ស្រាប់តែមានអ្នកភូមិចំណូលថ្មីមួយគ្រួសារបានមករស់នៅក្នុងភូមិនេះដោយសមាជិកនៃគ្រួសារនេះមានចំនួន2នាក់ដែលប្តីមានឈ្មោះថាពូអកនិងប្រពន្ធមានឈ្មោះថាមីងស្ដើងពូអកនិងមីងស្ដើងគឺជាអ្នករៀនវិជ្ជាអរូបីខាងមន្តអាគមហើយពួកគាត់តែងតែប្តូរលំនៅឋានពីភូមិមួយទៅភូមិមួយជាប្រចាំជារៀងរាល់ពេលព្រះអាទិត្យលិចផុតទៅពួកគាត់តែងតែធ្វើសមាធិរៀងរាល់ថ្ងៃហើយតាំងតែពីពួកគាត់ទាំងពីរបានមករស់នៅក្នុងភូមិនេះរឿងរ៉ាវប្លែកៗក៏ចាប់ផ្ដើមកើតមានឡើងជាហូរហែដែលធ្វើឲ្យអ្នកភូមិនៅទីនេះមានការងឿងឆ្ងល់ជាខ្លាំងចំពោះភូមិរបស់ពួកគេនៅក្នុងភូមិដ៏ស្ងាត់ជ្រងំសំឡេងនៃរាត្រីលាយឡំនឹងសំឡេងឆ្កែលូឡើងរងំនាយដាំបន្ទាប់ពីមកពីលើកទឹកត្នោតវិញនាយដាំបានធ្វើដំណើរលើផ្លូវក្នុងភូមិដែលពោរពេញទៅដោយសំឡេងឆ្កែលូនិងភាពងងឹតគ្រប់ដណ្ដប់នៅជុំវិញខ្លួនខណៈពេលដែលនាយដាំកំពុងតែដើរសុកនាយដាំបានប្រទះឃើញមានពន្លឺភ្លើងអ្វីម្យ៉ាងបានកំពុងតែហោះកាត់មកគាត់ដោយមិនដឹងថាវាជាភ្លើងអ្វីនាយដាំក៏បានព្យាយាមសម្លឹងមើលយ៉ាងយកចិត្តទុកដាក់បន្តិចក្រោយមកក៏ស្រាប់តែមានពន្លឺភ្លើងពណ៌ភ្លឺថ្លុងដែលកំពុងតែហោះតម្រង់មកកាន់នាយដាំលុះដល់ថ្ងៃបន្ទាប់រឿងរ៉ាវចម្លែកដែលបានកើតឡើងនៅក្នុងភូមិថ្មីនេះត្រូវបានអ្នកភូមិមួយចំនួនយកមកជជែកវែកញែកជាហូរហែនាយដាំដែលជាអ្នកជួបហេតុការណ៍នោះផ្ទាល់ក៏បានយករឿងរ៉ាវដែលខ្លួនបានជួបប្រទះកាលពីយប់មុននោះទៅនិយាយពីដើមភូមិរហូតដល់ចុងភូមិមានអ្នកភូមិមួយចំនួនជឿលើសម្ដីរបស់នាយដាំដែលថាថ្មីនេះមានវត្តមានអាបបង្ហាញខ្លួននៅក្នុងភូមិរបស់ពួកគេនិងអ្នកភូមិមួយចំនួនទៀតគឺពុំជឿនៅរឿងរ៉ាវរបស់នាយដាំនោះឡើយអើយនៅក្នុងភូមិមួយរយៈនេះមានរឿងរ៉ាវចម្លែកកើតឡើងច្រើនណាស់ជាពិសេសគឺពេលយប់នឹងតែម្ដងតើអ្នកទាំងអស់គ្នាដែលជួបរឿងរ៉ាវចម្លែកអីថ្មីនៅក្នុងភូមិយើងដែរឬទេចម្លែកតើចម្លែកយ៉ាងម៉េចទៅឯងឆាប់និយាយច្បាស់ទៅមើលគឺថាកាលពីយប់មិញនេះខ្ញុំបានឃើញអាបហោះកាត់មុខខ្ញុំនៅលោកមេភូមិថាបិចនៅក្នុងភូមិរបស់យើងមានអាបបើសិនជាមានអាបពិតមែនអ្នកភូមិច្បាស់ជាតិលើមិនបានសុខនោះឡើយហើយតើនាំគ្នានិយាយស្អីទៅមួយថ្ងៃឲ្យលឺតែអាបតើនៅលើលោកនេះវាមានអាបពីណាមកចេះតែមានឲ្យពួកអស់នេះស៊ីបាយឆ្អែតមិននាំគ្នាទៅដេកទេលោកមេភូមិមានរឿងកើតឡើងហើយលោកមេភូមិមានរឿងកើតឡើងនៅក្នុងភូមិហើយលោកមេភូមិមានរឿងកើតឡើងហើយលោកមេភូមិមានរឿងហើយលោកមេភូមិតើវាមានរឿងអីកើតឡើងមុននេះបន្តិច
អាដាមវាបានឃើញគោរបស់មីស្ដៅងាប់នៅក្នុងចំការចេកឯណោះអាដាមវាថាប្រហែលជាអាបជាអ្នកសម្លាប់គោនោះហើយទើបបានជាខ្ញុំមកប្រាប់លោកមេភូមិឲ្យទៅមើលវាគ្មានស្អីទេគុំទៅជឿអាដាមនោះប្រហែលជាវាស៊ីចំស្មៅពុលហើយមើលទៅបានជាវាងាប់មិនអីទេយាយនាងឯងទៅមុនខ្ញុំសិនចុះបន្តិចទៀតខ្ញុំនឹងទៅតាមក្រោយដោយចាំលោកមេភូមិអស់ជាច្រើនម៉ោងនេះដាំនិងអ្នកភូមិដទៃទៀតក៏ត្រឡប់ទៅផ្ទះរបស់ពួកគេវិញរៀងៗខ្លួនដែលវាជាឱកាសសម្រាប់ធ្មប់អកបរិភោគនៅសាច់គោឆៅដែលបានមកនោះយាយនាងអើយយាយនាងដេកនៅស្មើនឹងបើមិនទាន់ដេកទេចេញនៅបន្តិចមកលោកមេភូមិបន្ទាប់ពីមកពីប្រមូលអស់នៅឯចុងភូមិរួចគាត់ក៏បានឈៀងចូលបបួលយាយនាងដើម្បីឲ្យនាំគាត់ទៅមើលគោដែលបានងាប់កាលពីយប់មុនលោកមេភូមិទេអីលោកមេភូមិដែលហៅខ្ញុំទាំងយប់ហ្នឹងមានការអីគ្មានអីទេខ្ញុំមានរឿងចង់ពឹងពាក្យយាយនាងឯងបន្តិចយាយនាងឯងជួយជូនខ្ញុំទៅមើលគោនឹងបន្តិចទៅតើអ្នកណាគេនៅទីនោះលុះដល់ព្រឹកបន្ទាប់លោកមេភូមិក៏បានយកនៅរឿងរ៉ាវដែលលោកបានជួបប្រទះកាលពីយប់ប្រាប់ទៅកាន់អ្នកភូមិដើម្បីឲ្យអ្នកភូមិមានការប្រុងប្រយ័ត្ននៅតាមផ្ទះនីមួយៗរៀងៗខ្លួនហើយលោកមេភូមិក៏បានរៀបចំនៅក្រុមយាមកាមនាពេលយប់ដើម្បីការពារភូមិអ្នកទាំងអស់គ្នាខ្ញុំគិតថាពួកយើងគួរតែបង្កើតនៅក្រុមដើម្បីការពារភូមិរបស់យើងនាពេលយប់មួយទៅព្រោះថានៅក្នុងភូមិយើងឥឡូវគឺមានរឿងរ៉ាវប្លែកៗកើតឡើងច្រើនណាស់ដូចជារឿងគោរបស់មីស្ដើងអញ្ចឹងគោរបស់វាបានងាប់ហើយខ្ញុំក៏បានទៅមើលខ្ញុំពីមុនមកក៏មិនជឿនៅរឿងរ៉ាវក្នុងភូមិរបស់យើងមានរឿងរ៉ាវចម្លែកដូចជាមានរឿងអាបរឿងខ្មោចអ្វីខ្ញុំក៏មិនជឿទេប៉ុន្តែឥឡូវគឺខ្ញុំបានជួបវាពិតហើយដូច្នេះហើយពួកយើងគួរតែបង្កើតក្រុមនេះជាចាំបាច់ខ្លាំងណាស់ដើម្បីការពារភូមិរបស់យើងនៅពេលយប់ហើយពួកនេះមួយថ្ងៃលឺនិយាយតែពីរឿងខ្មោចអាបចាំមើលយប់នេះអញទៅលួចមន់តនខ្ទេចនៅយប់មួយខណៈពេលដែលអ្នកភូមិមានការភិតភ័យនៅរឿងអាបនិងធ្មប់ដែលមានវត្តមាននៅក្នុងភូមិអ្នកភូមិទាំងអស់មិនមាននរណាម្នាក់ហ៊ានចុះពីលើផ្ទះនោះឡើយនៅពេលយប់ហើយវាក៏ជាឱកាសដ៏ល្អមួយសម្រាប់នៃថ្នោតក្នុងការចូលលួចមន់របស់អ្នកភូមិហើយចុះឯណាមេមន់ទៅហើយមិនក៏ឃើញតកូនមន់អញ្ចឹង
នៅយប់មួយខណៈពេលដែលលោកមេភូមិនិងនីដាមកំពុងតែដើរយាមនីដាមក៏បានប្រទះនឹងពន្លឺភ្លើងដែលនីដាមដឹងច្បាស់ថាវាគឺជាភ្លើងរបស់អាបហើយវាកំពុងតែហោះតម្រង់មកកាន់ពួកគាត់ទាំងពីរជួយផងអាបជួយផងអាបជួយផងអាបជួយផងជួយផងអាបជួយផងជួយផងអាបឈប់សិនអបិសាចឯងឆប់ដោះលែងមនុស្សភ្លាម